ឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មសូមប្រកាសទទួលតំណែងគ្រប់គ្រងភពផែនដីបន្តវេនពីទេវតាឆ្នាំចាស់ចាប់តាំងពីពេលនេះតទៅហើយតែសាធុជនទាំងឡាយអើយអស់រយៈពេល3ថ្ងៃ3យប់នេះតទៅចូលអ្នកខិតខំសន្សំកុសលជំរះនៅមន្ទិលសៅមងទាំងឡាយតាំងចិត្តរក្សាសិលលៀងកំហុសខុសឆ្គងទាំងឡាយដែលបានធ្វើឆ្គងកន្លងមកជាមួយនឹងអ្នកមានគុណគ្រូបាអាចារ្យជាមួយចាក់ទុំញាតិមិត្តបងប្អូនដោយប្រការណាមួយនោះលាចាក់ឲ្យអស់នៅចិត្តលោភៈទោសៈមោហៈនិងអស្មិមិញៈដែលមានក្នុងខ្លួនហើយត្រូវប្រព្រឹត្តតែអំពើណាដែលប្រកបទៅដោយគុណធម៌សិលធម៌សច្ចធម៌ព្រហ្មវិហារធម៌មេត្តាករុណាមុទិតានិងឧបេក្ខាជានិច្ចរួមជាមួយសតិបញ្ញាស្មារតីឈ្លាសវៃនិងឈានទៅកាន់ភាពសម្បូររុងរឿងក្នុងឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរជ័យទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់មនុស្សលោកទូទាំងចម្ពោះទ្វីបទាំងមូលសូមឲ្យព្រះរាជាណាចក្រកម្ពុជាបានចម្រើនលូតលាស់ពំពួតកើនកានលើទឹកដីអង្គរដ៏ល្អបបរប្រជារាស្ត្របានសុខសេមសានកូនខ្មែររួមប្រាណសាមគ្គីគ្នាឲ្យបានសុខដុមរមនានៃមជ្ឈដ្ឋាននានាបានសុខតទៅឡងម្ចាស់អូនពិធីផ្ទេរតំណែងថ្វាយម្ចាស់អូនបានចប់សពគ្រប់អស់ហើយសូមម្ចាស់អូនគង់នៅមានព្រះបរមសុខនិងសូមឲ្យម្ចាស់អូនតាមជួយបីបាច់ថែរក្សាមនុស្សលោកក្នុងចម្ពោះទ្វីបជាពិសេសព្រះរាជាណាចក្រកម្ពុជាឲ្យបានសុខក្សេមសាន្តត្រជាក់ត្រជុំសុខដុមរមនាសប្បាយសប្បាយនិងមានសុខសន្តិភាពឡើងវិញបន្តការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀតណាម្ចាស់អូនសូមម្ចាស់បងទប់ប្រតិយលើអូនចុះម្ចាស់អូននឹងបន្តភារកិច្ចពីម្ចាស់បងដោយប្រតិយទុកដាក់បំផុតដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាជាចាកផុតពីទុក្ខគ្រោះភ័យពីការឈ្លានពានពីជំងឺរាតត្បាតទាំងឡាយនិងឲ្យកាន់តែសប្បាយសប្បាយជាភ័យយុភាពណាម្ចាស់បង